ធ្វើអក្សរ 3D បែបនេះនៅក្នុងកម្មវិធី Microsoft Word បើចង់ដឹងចូលទស្សនាវីដេអូទាំងអស់គ្នាបាទអញ្ចឹងជាដំបូងយើងចូលមកកាន់ Insert សិនមកចូល Text ហើយយក Word Art ហើយយើងរើសពងអក្សរដែលយើងចង់បានមកតែយកពងអក្សរមួយនេះហើយធ្វើការសេអក្សរមកហើយខ្ញុំសេជាខ្មែរណាបាទពាក្យថាខ្មែរអញ្ចឹងយើងដូរ font វាដូរ Home យើងរើស font ណាដែលយើងចង់បានមកហើយរើស size វាធំតិចមកដាក់វា2ចុះតបន្តិចយើងចូលមកកាន់ Shape Format ហើយយក Word Art Style នេះមកបាទយើងយក 3D Format ហើយត្រង់កន្លែង Deep នេះយើងដាក់វា50មកទៅមកយើងចូលមកកាន់ 3D Rotation ហើយរើស Preset មកយើងយក Style មួយណាក៏បានដែរតែខ្ញុំយក Style មួយនេះចុះបាទទៅមកយើងធ្វើការបដូរពណ៌វាចូលមកកាន់ 3D Format ដដែលហើយត្រង់កន្លែង Contour នេះយើងយកពណ៌អីក៏បានដែរតែយកពណ៌សចុះបាទបើយើងចង់លេខ style ពណ៌ផ្សេងទៀតយើងចូលមកកាន់អក្សរ A នេះមក Text Fill នេះហើយយក Text Fill យក Gradient Fill មកយើងបានអក្សរដូចជាចង់បានជា 3D បែបនេះបាទចឹងវីដេអូហ្នឹងតែប៉ុណ្្នឹងទេសូមអរគុណសម្រាប់បងប្អូនដែលចង់ចេះកុំព្យូទ័រកម្រិតដំបូងសៀវភៅនេះគឺស័ក្តិសមបំផុតសម្រាប់បងប្អូនទាំងអស់គ្នាចាប់អារម្មណ៍គ្មិនពាក្យតែចង់រៀនឬឆាតចូល page